សួស្តីអ្នកទាំងអស់គ្នាខ្ញុំចង់បង្ហាញពីការប្រើប្រាស់ Dropbox ជាជំហានដំបូងយើងចូលទៅកាន់ App Store ហើយយើងបាយពាក្យថា Dropbox យើងចុចពាក្យថា Install ឬក៏ដំឡើងបន្ទាប់ពីហើយយើងចុចពាក្យថា Open នៅពេលនោះអ្នកទាំងអស់គ្នាគ្រាន់តែ connect ភ្ជាប់ជាមួយនឹង Google Gmail របស់យើងណាមួយដែលយើងមានស្រាប់ហើយនៅក្នុង app មួយនេះដែរយើងប្រើបាន function ជាច្រើនដូចជា upload file upload photo ជានោះយើងចូលទៅ upload file យើង select រូបភាពណាមួយដែលនៅក្នុង file របស់យើងស្រាប់យើង select file ដែលយើងចង់ដាក់ upload ចូលក្នុង file បន្ទាប់ពីយើង upload file រួចរាល់នៅក្នុងនោះក៏យើងអាចបង្កើតនៅ folder ថ្មីមួយដែលសម្រាប់ដាក់ file ហើយនឹង create file ដែល create file នោះដែលគឺពាក់ព័ន្ធទៅនឹង Microsoft ផងដែរបន្ទាប់មកយើងចុចពាក្យថា upload photos ហើយយើង select រូបណាមួយនៅក្នុងរូបថតរបស់យើង select file ចុចពាក្យថា upload បន្ទាប់ពីយើង upload រួចរូបភាពទាំងអស់នោះនឹងស្ថិតនៅក្នុង file ណាមួយដែលយើងបានដាក់បញ្ជូនចូលទៅក្នុងនឹងជាពិសេស app មួយនេះគឺមាននៅក្នុង file របស់យើងនៅក្នុងទូរស័ព្ទស៊ីនរបស់យើងដែលយើងឃើញពាក្យ Dropbox យើងចូលយើង turn on វា file ដែលយើងបាន upload មុនហ្នឹងគឺនៅក្នុងនោះទាំងអស់បន្ទាប់មកយើងចង់ share file ហ្នឹងទៅកាន់ពូម៉ារបស់យើងឬណាគេម្នាក់យើងគ្រាន់តែចូលទៅកាន់ Dropbox យើងចុចចូលក្នុង file បន្ទាប់មកយើង select ពាក្យ tray 3ហើយយើងនឹងឃើញពាក្យ share video edit យើងចុចពាក្យថា share បន្ទាប់ពីយើងចុចពាក្យថា share យើងនឹងឃើញវាបង្ហាញថា copy link និង share to បន្ទាប់មកយើងចុចពាក្យថា share to យើងនឹងឃើញឆាតរបស់ពូម៉ារបស់យើងឬក៏នៅក្នុង app ណាមួយផ្សេងបន្ទាប់ពីនោះយើងក៏អាចបង្កើតនៅ new folder សម្រាប់ដាក់ file ដែលសំខាន់ដែលយើងបែងចែកពីគ្នាផងដែរជាពិសេសពេលយើងបង្កើត folder ហើយគឺនៅក្នុង app នោះគឺវា free ឲ្យយើងបានតែ 2GB តែប៉ុណ្ណោះដើម្បីយើងចង់បាន GB ខ្ពស់យើងត្រូវចុចពាក្យថា upgrade ដើម្បីយើងទៅឃើញនៅពាក្យ plus សម្រាប់ប្រើម្នាក់ឯង family ប្រើបាន6 account ចំណែកឲ្យ professional គឺបាន3ទេគឺសម្រាប់ដាក់ការងារធំនៅក្នុង storage ជាចុងក្រោយខ្ញុំសូមអរគុណអ្នកទាំងអស់គ្នា follow for more thank you